ពិតជាអាណិតដំរីមួយក្បាលនេះខ្លាំងមែនទែនវាជាប់អន្ទាក់របស់ព្រានព្រៃបងប្អូនអរគ្នាជាប់ប្រម៉ោយបងប្អូនហើយអន្ទាក់ហ្នឹងធ្វើការរឹតប្រម៉ោយរបស់វាចិត្តដាច់ទៅហើយបងប្អូនអរគ្នាហើយគ្នារស់នៅឈឺចាប់ប៉ុណ្ណាទៅបងប្អូនអរគ្នាមានក្រុមអ្នកសង្គ្រោះសត្វព្រៃមួយក្រុមហ្នឹងនៅខាងប្រទេសអាហ្វ្រិកបងប្អូនអរគ្នាពួកគាត់ចាប់ផ្ដើមប្រតិបត្តិការដើម្បីទៅសង្គ្រោះសត្វព្រៃមួយក្បាលបងប្អូនអរគ្នាគាត់បានឃើញណាបាទគឺដំរីមួយក្បាលនេះបងប្អូនអរគ្នាដំរីអាហ្វ្រិកមួយក្បាលនេះពិតជាធំខ្លាំងមែនទែនវាជាដំរីក្មេងដែរទេក៏ប៉ុន្តែពិតជាអាណិតវាខ្លាំងមែនទែនដោយសារតែវាបានជាប់អន្ទាក់របស់សត្វព្រៃព្រានព្រៃបងប្អូនអរគ្នាបាទធ្វើឲ្យប្រម៉ោយវានឹងគឺរឹតស្ទើរតែដាច់បាត់ទៅហើយបងប្អូនអរគ្នាវាដាច់ប្រម៉ោយមិនដឹងថាវាស៊ីផឹកតាមណាទេបងប្អូនអរគ្នាពីព្រោះប្រម៉ោយនេះគឺជាដូចជាដៃរបស់វាអញ្ចឹងវាចាប់អាហារយកមកស៊ីអញ្ចឹងទៅបងប្អូនហើយដកដង្ហើមតាមហ្នឹងទៅក៏ប៉ុន្តែអន្ទាក់ហ្នឹងគឺចាប់រឹតគ្នាឡើងចង់ដាច់បាត់បងប្អូនអរគ្នានៅឃើញប្រហោងកន្លែងប្រហោងវាដកដង្ហើមបងប្អូនអរគ្នាស្ទើរតែដាច់បាត់ទៅហើយក្រុមអ្នកសង្គ្រោះហ្នឹងក៏បានព្យាយាមមកព្យាបាលវាឡើងវិញណាបងប្អូនអរគ្នាពិតជាអាណិតដំរីនេះខ្លាំងមែនទែនហើយបានចាក់ថ្នាំបានព្យាបាលរបួសផ្សេងផងដែរហើយក៏មានក្រុមការពារសត្វព្រៃហ្នឹងក៏បានមើលថែរបួសវាយ៉ាងយកចិត្តទុកដាក់ផងដែរបងប្អូនអរគ្នាពិតជាអាណិតវាខ្លាំងមែនទែនមួយសន្ទុះក្រោយមកវាក៏បានងើបឡើងវិញបងប្អូនអរគ្នាដឹងខ្លួនពីថ្នាំសន្លប់ណាហើយក៏បានធូរស្បើយដែរបងប្អូនអរគ្នាពិតជាអាណិតខ្លាំងមែនទែនមើលដៃប្រហែលវាស្ទើរតែដាច់បាត់ហើយតោកយកបងប្អូនអរគ្នាអាណិតណាអញ្ចឹងមានទុកមានរូបមានទុកមែនបងប្អូនអរគ្នាអញ្ចឹងអរគុណអ្នកសង្គ្រោះសត្វព្រៃនេះខ្លាំងមែន